ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាម្ដងទៀតហើយចាថ្ងៃនេះខ្ញុំលើកយកមុខម្ហូបបំពងសាច់ជ្រូកចាបំពងសាច់ជ្រូកគ្រឿងផ្សំមានទឹកខ្មេះទឹកស្អ៊ីវហើយនិងអំបិលចាតើឥឡូវយើងទៅតាមដានវិធីធ្វើទាំងអស់គ្នាចាឥឡូវនេះខ្ញុំដាក់ទឹកសម្រាប់ស្ងោរសាច់ជ្រូកចាទឹកយើងដាក់មកល្មមមកលិចសាច់របស់យើងណាចាហើយនេះគឺទឹកស្អ៊ីវខ្ញុំចាក់ចូលក្នុងទឹកហ្នឹងទៅចានេះអំបិលតមកទៀតយើងកូរវាឲ្យរលាយទៅចាឥឡូវទឹកយើងក្តៅហើយខ្ញុំដាក់សាច់ជ្រូកនេះស្ងោរសាច់ជ្រូកគឺខ្ញុំវះវាអញ្ចឹងណាបងប្អូនដើម្បីស្ងោរទៅឲ្យវាងាយស្រួលចូលជាតិចាយើងស្ងោរសាច់ជ្រូកនេះយើងស្ងោរប៉ុណ្ណឹងបានហើយចាបន្ទាប់ពីយើងស្ងោរសាច់ជ្រូករួចខ្ញុំស្រង់សាច់ជ្រូកហ្នឹងយកមកចាក់វាឲ្យសប់លើស្បែកហ្នឹងណាបងប្អូនចាបន្ទាប់ពីយើងចាក់វាលើស្បែកហ្នឹងឲ្យសប់ហើយខ្ញុំយកវាយកទៅប្រឡាក់ជាមួយនឹងទឹកខ្មេះចានេះគឺទឹកខ្មេះណាបងប្អូនអញ្ចឹងខ្ញុំដាក់អំបិលចូលចាបន្ទាប់មកយើងកូរវាឲ្យសប់ឲ្យលេងអំបិលហ្នឹងណាចារួចមកខ្ញុំយកសាច់ជ្រូកហ្នឹងយកមកប្រឡាក់មួយទឹកខ្មេះហ្នឹងដាក់ខាងស្បែកទេបងប្អូនមិនមែនដាក់ខាងសាច់ទេណាយើងដាក់ត្រាំវាប្រហែលជា5នាទីចោលចាឥឡូវនេះខ្ញុំបង្ហាញបងប្អូនអំពីរបៀបលាយទឹកត្រីញ៉ាំជាមួយសាច់ជ្រូកបំពងរបស់យើងចាគ្រឿងផ្សំមានដូចជាទឹកត្រីប៊ីចេងស្ករត្នោតចានេះគឺម្ទេសបុកម្ទេសនេះគឺខ្ញុំហាលឲ្យក្រៀមយកទៅលីងហើយបាទខ្ញុំយកមកបុកអញ្ចឹងទៅវាម្ទេសហ្នឹងយើងលាយញ៉ាំទៅវាឈ្ងុយហើយមានរសជាតិឆ្ងាញ់ទៀតចាអានេះគឺម្ទេសខ្ចីខ្ទឹមក្រហមជីវ៉ាន់ស៊ុយស្លឹកខ្ទឹមហើយនឹងក្រូចឆ្មាចាគ្រឿងផ្សំមានតែប៉ុណ្្នឹងចានេះគឺស្ករត្នោតខ្ញុំយកមកដាក់ក្នុងទឹកត្រីហ្នឹងចាហើយយើងកូរវាឲ្យលាយណាចាបន្ទាប់ពីយើងកូរស្ករត្នោតជាមួយទឹកត្រីឲ្យលាយអស់ហើយខ្ញុំដាក់ប៊ីចេងចូលចាបន្ទាប់ពីយើងកូរស្ករប៊ីចេងនឹងលាយហើយចាខ្ញុំដាក់ម្ទេសបុកយើងចូលចាបន្ទាប់ទៀតខ្ញុំដាក់ខ្ទឹមក្រហមចាម្ទេសខ្ចីហើយនឹងស្លឹកខ្ទឹមហើយជីវ៉ាន់ស៊ុយហ្នឹងដាក់ចូលអស់ហើយចានេះដោយសារខ្ញុំដាក់ជីដាក់ខ្ទឹមឲ្យទៅវាខាប់ពេកអញ្ចឹងខ្ញុំបន្ថែមជាមួយទឹកត្រីខ្ញុំបន្ថែមឲ្យរៀងវារាវតិចណាចាប៉ុណ្ណឹងចាបន្ទាប់មកទៀតយើងច្របាច់ក្រូចឆ្មាចូលចាដោយសារទឹកត្រីយើងតិចខ្ញុំដាក់ក្រូចតែ2ចំណិតសិនទេអញ្ចឹងខ្ញុំភ្លក់មើលសិនបើល្មមហើយខ្ញុំមិនបាច់ថែមតែបើស្ទើរជូរយើងអាចបន្ថែមអញ្ចឹងទៅតាមការចូលចិត្តរបស់យើងចូលចិត្តជូរខ្លាំងឬមិនសូវជូរអីបងប្អូនលៃលក់តាមហ្នឹងទៅចារបៀបលាយទឹកត្រីគឺមានតែប៉ុណ្្នឹងឯងបងប្អូនចារួចរាល់ហើយចាតោះឥឡូវយើងទៅមើលរបៀបបំពងសាច់ជ្រូកម្ដងចានេះខ្ញុំត្រាំវាចំនួន5នាទីហើយចាបន្ទាប់មកទៀតយើងអាចយកវាទៅហាលថ្ងៃឬក៏យកទៅសម្ងួតក្នុងម៉ាស៊ីនអីអញ្ចឹងណាចាបងប្អូនដោយសារខ្ញុំកន្លែងខ្ញុំនេះពេលល្ងាចហើយអត់មានពលឺថ្ងៃឯងខ្ញុំអត់មានម៉ាស៊ីន microwave សម្ងួតអីខ្ញុំដាក់ផ្ទះនេះដើម្បីសម្ងួតវាបន្តិចបានខ្ញុំយកទៅបំពងណាចាបងប្អូននេះបន្ទាប់ពីខ្ញុំដាក់ជាមួយផ្ទះនេះវាស្ងួតតិចណាឥឡូវខ្ញុំដាក់ប៉ុណ្ណឹងខ្ញុំយកទៅបំពងមួយប្រេងឆាម្ដងចាតោះឥឡូវយើងបំពងសាច់ជ្រូករបស់យើងចាពេលយើងចម្អិនណាបងប្អូនកុំប្រើភ្លើងខ្លាំងពេកយើងប្រើភ្លើងមកល្មមមកហើយកុំឲ្យវាក្តៅពេកវាឆាប់ខ្លោចវាឆ្អិនទៅខាងក្រៅទៅខាងក្នុងអត់ឆ្អិនណាពេលយើងប្រើភ្លើងមកល្មមមកហើយចាបងប្អូនអានេះយើងបំពងណាធម្មតាវាផ្ទុះខ្លាំងណាតែអានេះដោយសារយើងត្រាំវាជាមួយទឹកខ្មេះហើយយើងយកវាទៅសម្ងួតជាមួយអាឆ្នាំងចេះយើងហ្នឹងពេលសម្ងួតវារៀងផ្ទុះដែរដល់ពេលយើងយកមកដាក់នេះខ្ញុំដាក់ខាងស្បែកទេតែអត់អីទេចាឥឡូវទៅជុំបំពងយើងបានឆ្អិនស្រួយល្អហើយយើងអាចយកទៅញ៉ាំបានហើយចាជាទីបញ្ចប់នេះខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំ ហ
តាំងពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូថ្មី